នេះគឺជារបៀប5យ៉ាងដើម្បីទទួលបានការលក់ព្រលឹងឲ្យទៅអំណាចងងឹតដើម្បីផ្លាស់ប្ដូរវាសនានិងសម្រេចបំណងប្រាថ្នាក្នុងពេលមួយប្រព្រឹត្តភ្នែក 1. ការរៀបចំនិងការបួងសួងពិធីនេះត្រូវធ្វើឡើងនៅទីតាំងនិងពេលវេលាដែលមានថាមពលងងឹតខ្លាំងដូចជាម៉ោង 3 រំលងអាធ្រាត្រនៅផ្លូវបំបែកជា4ទីសក្ការៈបោះបង់ចោលឬវាលខ្មោចបុគ្គលនោះត្រូវគូសរង្វង់ការពារប្រើប្រាស់ទៀនខ្មៅឈាមសត្វនិងសូត្របាលីធម៌បញ្ច្រាស់ដើម្បីអំពាវនាវហៅស្ដេចបិសាចដូចជា Lucifer Mavisto ឲ្យបង្ហាញខ្លួន 2. ការចរចានិងលក្ខខណ្ឌបុគ្គលនោះត្រូវប្រាប់ពីបំណងប្រាថ្នារបស់ខ្លួនដែលភាគច្រើនជាទ្រព្យសម្បត្តិមហាសាលអំណាចកំពូលសម្រស់មិនចេះចាស់ជំនាញតន្ត្រីសិល្បៈអស្ចារ្យឬមន្តអាគមបិសាចយល់ព្រមផ្ដល់អ្វីៗគ្រប់យ៉ាងដែលបុគ្គលនោះប្រាថ្នាប៉ុន្តែជាការដោះដូរបុគ្គលនោះត្រូវប្រគល់ព្រលឹងឲ្យទៅវាបន្ទាប់ពីពេលវេលាកំណត់មួយបានបញ្ចប់ជាទូទៅមានរយៈពេលពី7ឆ្នាំដល់24ឆ្នាំ 3. កិច្ចសន្យាឈាមកិច្ចសន្យាត្រូវសរសេរនៅលើក្រដាសស្បែកសត្វពិសេសហើយចុះហត្ថលេខាដោយឈាមស្រស់របស់សាមីខ្លួនដើម្បីបង្កើតចំណងផ្លូវងងឹតដែលមិនអាចលុបបំបាត់បានក្នុងពិធីខ្លះបុគ្គ